ស្ដីបងប្អូនឥឡូវនេះគ្រាប់ស្ដីដែលខ្ញុំបានត្រាំវារយៈពេល6ម៉ោងហើយខាងខ្ញុំទុកឲ្យវាសម្ងួតរយៈពេល1យប់ទៀតណាឥឡូវវាដុះបានប៉ុណ្ណឹងនេះគ្រាប់តិចតិចហ្នឹងយើងអាចបដោះបានហើយវិធីដែលខាងខ្ញុំបដោះគឺបដោះជាមួយធុងពេត្រូហ្នឹងគឺយើងចោះយើងមានចោះរត់ហ្នឹងដើម្បីឲ្យទឹកវាជ្រាបចេញពេលដែលយើងស្រោចណាហើយមួយទៀតគឺយើងយកសបកបាវនេះយើងកាត់ឲ្យវាប៉ិនជាមួយនឹងមាត់ធុងរបស់យើងជាមួយនឹងស្បៃអញ្ចឹងពីរនឹងគួបចូលគ្នាគឺយើងអាចបដោះស្ដែកបានហើយបដោះស្ដែកនេះយើងបើយើងមានធុងពេត្រូយើងបដោះជាមួយធុងពេត្រូទៅអាចជាដាក់នៅក្នុងធុងស្នោក៏បានដែរបើយើងមានធុងស្នោយើងដាក់ជាមួយធុងស្នោទៅអញ្ចឹងយើងដើមរៀនបដោះស្ដែកទីមួយគឺយើងដាក់ស្បៃទ្រាប់វាទី1មកតបមកសបកបាវយើងទៅលក់ឲ្យវាសើមជោគទឹកសិនហើយចាំយើងដាក់ចូលតបមកយើងដាក់ស្បៃមួយជាន់ទៀតឡើងឈើនឹងឈើដាក់ស្បៃមួយជាន់ទៀតទៅយើងចាប់ផ្ដើមបដោះដើមរោយគ្រាប់ស្ដែកនឹងចូលគ្រាប់ស្ដែកនេះយើងរៀបមើលផងអាណាដែលស្អុយអីយើងយកចេញឲ្យហើយព្រោះវាអាចធ្វើឲ្យស្ដែកដតេទៀតខូចតាមហើយយើងមិនបាច់ដាក់ច្រើនពេកទេយើងដាក់តិចទេមកល្មមពេលដែលវារីកទៅគឺវាស្មើហ្មងកាលណាយើងដាក់ច្រើនពេកក៏វាពិបាកដុះដែរដាក់មកល្មមអញ្ចឹងទៅរីកវាឲ្យស្មើហើយរយៈពេលដែលយើងស្រោចទឹកយើងអាចស្រោច2ដងក៏បាន3ដងក៏បានដែរពេលព្រឹកពេលថ្ងៃនិងពេលល្ងាចយើងស្រោចវា3ដងទៅបើយើងមានពេលតែបើយើងអត់មានពេលយើងអាចស្រោចវាតែម្ដង2ដងព្រឹកហើយនិងល្ងាចយើងធ្វើបែបនេះបើយើងមានរបបបាយច្រើនគឺយើងធ្វើបែបនេះច្រើនជាន់ទៅយើងជ្រលក់ទឹកហើយយើងដាក់ស្បៃពីលើតោះមកយើងដាក់គ្រាប់ទៀតទៅយើងគ្រាប់ស្ដែកទៀតទៅយកផងអាណាអត់ល្អយើងយកចេញហើយទៅជៀសវាងវាអាចធ្វើឲ្យគ្រាប់ផ្សេងទៀតវាខូចតាមក្នុងធុងនេះខ្ញុំដាក់តែ3ជាន់ហើយបងប្អូនហើយបងប្អូនមានសបកបាយច្រើនមានស្បៃច្រើនដាក់ឲ្យច្រើនជាន់ទៅក៏បានដែរប៉ុន្តែសំខាន់គឺយើងដាក់ហ្នឹងយើងរាយវាឲ្យល្មមបានហើយកុំច្រើនពេកទេកាលណាច្រើនពេកវាអាចធ្វើឲ្យស្បែកយើងខូចហើយយើងគ្របវាទុកទៅហើយយើងដាក់ចូលទៀតដាក់ឆ្លងទៀតស្ដែកនេះយើងប្រើរយៈពេល3យប់បានអាចដុះបានល្អយើងអាចកំណត់ផលបាន3យប់បងប្អូន3យប់ស្រោចទៅហើយយើងអាសាមើលវាទៅគេលោកវាមានអាចលួយអាចអីទៅយើងមើលវាហើយចឹងណាខ្ញុំដាក់តែ3ជាន់ទេគឺខ្ញុំគ្របតែម្ដងហើយយើងស្រោចទឹកវាហើយខ្ញុំគ្រប